នៅខាងក្នុងសួនសត្វយើងបានឃើញបរិសម្នាក់កំពុងតែសម្ដែងសៀកបរិសនោះចាប់ផ្ដើមយកក្បាលរបស់ខ្លួនដើម្បីដាក់ចូលទៅខាងក្នុងមាត់របស់សត្វតោដោយសារតែគាត់មានជំនាញនិងបច្ចេកទេសច្បាស់លាស់គាត់គិតថាសត្វតោមួយក្បាលនេះមិនហ៊ានសូម្បីតែខាំគាត់ទេតែគាត់មិនដឹងទេថាពេលនេះគាត់កំពុងតែមានគ្រោះថ្នាក់ដោយសារតែតោមួយក្បាលនេះបានឮសំឡេងប៉េប៉ោងផ្ទុះប៉េប៉ោងដែលក្មេងៗបានយកចូលមកខាងក្នុងសួនសត្វធ្វើឲ្យកើតឧបទ្ទវហេតុដ៏ស្មានមិនដល់តោមួយក្បាលនេះបានប្រើចង្កូមរបស់ខ្លួនដើម្បីខាំក្បាលរបស់អ្នកសម្ដែងសៀកអ្នកទាំងអស់គ្នាដែលនៅខាងក្នុងសួនសត្វពេលដែលឃើញហេតុការណ៍មួយនេះហើយនាំគ្នាភ័យស្លន់ស្លោអ្នកសម្ដែងសៀកបានទាញដំបងមកយ៉ាងលឿនដើម្បីវាយទៅសត្វតោធ្វើឲ្យពេលនោះសត្វតោក៏បានហាមាត់ដើម្បីដោះលែងអ្នកសម្ដែងសៀកប៉ុន្តែបរិសម្នាក់នោះបានយកបង់មករំហើយបានបន្សល់នៅបាក់តេរីជាច្រើននៅខាងក្នុងមុខរបួសដោយសារតែការព្យាបាលមិនបានសម្លាប់មេរោគត្រឹមត្រូវមិនទាន់បានប្រមាណសប្តាហ៍ស្រួលបួរផងមេរោគក៏ចាប់ផ្ដើមរីករាលដាលនៅខាងក្នុងចរន្តឈាមរបស់គាត់និងបានវាយប្រហារប្រព័ន្ធភាពស៊ាំនៅខាងក្នុងខ្លួនបន្ទាប់មកនៅខាងក្នុងខ្លួនរបស់គាត់ក៏បានឆ្លងមេរោគដ៏កាចសាហាវមួយធ្វើឲ្យរូបរាងកាយរបស់គាត់បានផ្លាស់ប្ដូរទាំងស្រុងចុងក្រោយបរិសម្នាក់នោះក៏ត្រូវបានស្លាប់បាត់បង់ជីវិត